ជាសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមនិយាយពីបញ្ហាតាក់ទងទៅនឹងឡាខៀវប្រភេទពួកឡាខៀវឬក៏ក្រាខៀវក៏កើតឡើងចេញពីកំប៉ុស្តភាគច្រើនយើងឃើញក៏កើតនៅក្នុងរដូវត្រជាក់នេះច្រើនអញ្ចឹងខ្ញុំសូមជជែកអំពីបញ្ហានិងដំណោះស្រាយរោងខ្ញុំចាប់ក្របមកបានច្រើនហើយក៏សង្កេតឃើញមានក្រាខៀវដូចគ្នាហើយវិធីកែប្រែនេះប្រភេទក្រាខៀវចឹងក្រាខៀវកើតឡើងពីអ្វីទី1តើតើនឹងការផ្អាប់ដោយសារការផ្អាប់របស់យើងមានកន្លែងមួយចំនួនក៏យើងផ្អាប់អត់បានល្អដែរដោយសារបាក់តេរីចេញពី EM យើងអត់បានចូលទៅកាច់បានដល់កន្លែងឲ្យល្អ 100% ចំណុចទី1ចំណុចទី2តកតងទៅនឹងលក្ខខណ្ឌអាកាសធាតុមានន័យថាអាកាសធាតុត្រជាក់ធ្វើឲ្យកំប៉ុស្តយើងចោះត្រជាក់នៅពេលយប់អញ្ចឹងជាហេតុដែលធ្វើឲ្យប្រភេទស្ពរឡាខៀវក៏កាត់បានយ៉ាងងាយព្រោះលក្ខខណ្ឌស្ពររបស់ឡាខៀវវាក៏កើតនៅលើកំប៉ុស្តដែលអត់សូវមានកម្ដៅអញ្ចឹងសរុបមកហេតុផលពីរហ្នឹងជាហេតុដែលធ្វើឲ្យក្រាខៀវក៏កើតឡើងអញ្ចឹងបងប្អូនជួបគ្រប់គ្នាហើយមិនថាអ្នកដែលធ្វើអំពីកាកដំឡូងឬក៏អ្នកធ្វើអំពីចម្បាំងលាយជាមួយកាកដំឡូងក៏ជាជួបដែរអញ្ចឹងដំណោះស្រាយហើយនឹងវិធីកែប្រែងាយទេយើងព្យាយាមសាច់លំអងផ្សែងកុំការពារកុំឲ្យវាដើរកាលណាវាត្រូវទឹកប្រភេទពួកក្រាខៀវនេះវាមានអាយុកាលរបស់វាអាចត្រឹម3 ទៅ 4 ថ្ងៃវាអត់ដំណើរការតទៀតទេឃើញបងប្អូននេះពួកស្ពរក្រាខៀវមួយចំនួនគឺលេងដើរហើយលេងដំណើរការដោយសារខ្ញុំបាច់ផ្សែងជាលំអងហើយខ្ញុំព្យាយាមបើសិនជាបងប្អូនអាចទិញបាននេះមិនបានផ្សព្វផ្សាយឲ្យក្រុមហ៊ុនឬផលិតផលអីណាមួយប៉ុន្តែយើងប្រើទៅវាល្អមែនប្រភេទពួក PK លាយជាមួយលបរៀបបាយជាមួយទឹក10លីត្រទៅយើងបាញ់សាច់ជាផ្សែងទៅតំបន់ណាដែលមានក្រាខៀវយើងដាក់ឲ្យរៀងជោគតិចទៅនេះកន្លែងនេះខ្ញុំដាក់ជោគទៅវាអត់ទៅទៀតទេអញ្ចឹងវាយុទ្ធទៅធ្វើឲ្យស្ពររបស់ផ្សិតយើងដើរត្រឡប់មកវិញហើយអាចនឹងចាប់គ្រាប់នៅវគ្គ2ក៏ថាបានដែរខ្ញុំស្ដាយដោយសារទូរស័ព្ទខ្ញុំមានបញ្ហាអត់បាន live ធ្វើការបកស្រាយជូនបងប្អូនឲ្យលម្អិតទេហើយការថតវីដេអូក៏អត់បានច្រើននាទីដែរអញ្ចឹងខ្ញុំចូលរួមតែប៉ុណ្្នឹងឯងអញ្ចឹងសរុបមកវិញតកតងនឹងការផ្អាប់មួយចំនួនជាហេតុដែលធ្វើឲ្យបាក់តេរីចេញពី EM ចូលទៅកាច់អត់បានល្អអញ្ចឹងនៅពេលដែលយើងយកមកដាក់លើរោងយើងជាហេតុមួយដែលធ្វើឲ្យក្រាខៀវក៏កើតក្រាខៀវនេះវាអាចឆ្លងដោយសារយើងបដ ாய் ឲ្យវានៅលើកំប៉ុស្តយើងស្ងួតវាអាចឆ្លងពីតំបន់មួយទៅតំបន់មួយបានវារៀលបានយ៉ាងងាយប៉ុន្តែបើសិនជាយើងព្យាយាមបាញ់នេះកន្លែងនេះសាមិញក្រាខៀវក៏កើតមកច្រើនខ្ញុំបាញ់ប្រភេទពួក PK ហ្នឹងឬក៏បងប្អូនមានអកមូនអីផ្សេងក៏បាញ់ទៅហើយដាក់ឲ្យរៀងជោគតិចទៅតំបន់ណាដែលមានក្រាខៀវនេះដាក់ជោគទៅហើយវាអត់ដំណើរការទៀតទេហើយវាអត់ជាអន្តរាយហ្មងទេសម្រាប់ក្រាខៀវអ្វីដែលបារម្ភគឺក្រាសនោះក្រាខៀវវិធីកែវាគឺមានវិធីប៉ុណ្្នឹងឯងចំណុចមួយទៀតបងប្អូនកុំគិតថានៅពេលដែលយើងផ្ដាច់សរសៃអញ្ចឹងទៅយើងប្រើទឹកជោគពេកវាធ្វើឲ្យកំប៉ុស្តយើងបាត់កម្ដៅអាហ្នឹងវាហេតុផលត្រឹមត្រូវហើយប៉ុន្តែឥឡូវយើងផ្ដល់វិធីសាស្ត្រមួយក្នុងការផ្ដាច់សរសៃនៅរដូវត្រជាក់អញ្ចឹងយើងផ្ដាច់មិនបាច់ជោគជ្រុលពេកទេបើសិនជាករណីកំប៉ុស្តយើងអត់សូវមានកម្ដៅយើងស៊ូកែតាមដំណាក់កាលវិញបើសិនជាករណីរោងយើងក៏កើតជាក្រាខៀវយើងធ្វើបាញ់លក្ខណៈអញ្ចឹងមកជាកដប់មកវិធីមួយទៀតបើសិនជាកំប៉ុស្តរបស់យើងមានកម្ដៅដាក់ឲ្យជោគទៅក្រាខៀវវាមិនងាយនឹងកើតទេព្រោះដោយសារមានសំណើមក្រាខៀវមិនកើតនៅលើកំប៉ុស្តណាដែលមានសំណើមឬក៏វាអត់រៀលទេគាត់ក្រាខៀវជានិយមន័យវាក៏កើតនៅលើកំប៉ុស្តដែលអត់មានកម្ដៅហើយបូករួមការផ្អាប់យើងអត់បានជាគុណភាព 100% អញ្ចឹងបងប្អូនមួយចំនួនអាចនឹងសួរថាខ្ញុំផ្អាប់រយៈពេលប៉ុណ្ណេះ
hay lực muốn có việc mày có việc chốt mày lực này chốt trăm trâu ấy bởi sân chỉ cận này lẹ phòn cắt thiệt dương vì chỉ là đầu có đau vì có cá tê và phết bộ cà kêu vì mình nhìn cả nó đầu có đau rồi đầu liền này thế lẹ khăn này cái gì lẹ khăn đầu thì chẹt trắng tụi bây giờ bóng bộ phải học dạ về đôi kia cả làng cả ai việc đôi kia bên tay complex than nó còn pe giúp sự tập cho tiếp cho hai đứa thua ấy còn bỏ dưỡng bát bong cầm đào cả nó bát bong cầm đào vì thưa ai vào phết bộ cà kêu của các bạn yang nghề bạn em xong chưa luôn phần đó hay bong ôn chui xe chạy lấy tới bong ôn nhưng bắt tàu phóng và con tràn chịu lìa